បងប្អូនឈប់មានការយល់ច្រឡំទៀតការបង់ថ្លៃភ្លើងនិងការបង់ថ្លៃសេវាប្រមូលសម្រាមបានបែងចែកដាច់ពីគ្នាហើយប្រយ័ត្នភ្លេចពេកខ្លួនការបង់ថ្លៃសេវាប្រមូលសម្រាមជាតកើនឡើងពីមួយខែទៅមួយខែដែលយើងមិនបានដឹងជំរាបសួរបងប្អូនក៏ដូចជាអតិថិជនរបស់ Cadwin បងប្អូនមួយចំនួននៅតែមានការយល់ច្រឡំអំពីការបង់ថ្លៃសេវាប្រមូលសម្រាមប្រចាំខែដោយសារកាលពីមុនគឺយើងបង់ថ្លៃសម្រាមតាមរយៈអគ្គិសនីកម្ពុជាថ្ងៃនេះនាងខ្ញុំមកបង្ហាញពីរបៀបក្នុងការបង់ថ្លៃសេវាប្រមូលសម្រាមប្រចាំខែតាមរយៈអេធនាគារដែលជាដៃគូរបស់សហគ្រាសគ្រប់គ្រងសម្រាមសំណល់រឹងទីប្រជុំជនរបស់រាជធានីភ្នំពេញជំហានទី1យើងត្រូវចូលទៅកាន់អេធនាគារណាមួយដែលលោកអ្នកកំពុងប្រើប្រាស់ជំហានទី2បន្ទាប់មកយើងចូលទៅកាន់កន្លែងទូទាត់យកពាក្យទឹកភ្លើងនិងសម្រាមចុចលើពាក្យសហគ្រាសគ្រប់គ្រងសម្រាមសំណល់រឹងទីប្រជុំជនរាជធានីភ្នំពេញឬអង្គភាពផ្សេងៗទៅតាមតំបន់បងប្អូនកំពុងរស់នៅបន្ទាប់មកបញ្ចូលលេខសម្គាល់អតិថិជនដែលបងប្អូនអាចរកបាននៅលើក្រដាសវិក័យប័ត្រភ្លើងចំនួនទឹកប្រាក់ដែលត្រូវបង់និងបង្ហាញដោយស្វ័យប្រវត្តិតែម្ដងឬម្យ៉ាងទៀតលោកអ្នកក៏អាច scan លេខកូដនៅលើក្រដាសវិក័យប័ត្រភ្លើងបានផងដែររួចចុចលើពាក្យបង់ឲ្យលើបងប្អូននឹងបានទូទាត់រួចរាល់សូមចូលរួមថែរក្សាបរិស្ថានក្នុងសហគមន៍រស់នៅរបស់លោកអ្នកបរិស្ថានស្អាតខ្យល់អាកាសបរិសុទ្ធល្អនាំមកនូវសុខភាពល្អសូមអរគុណ